យើងមានយល់អីទេនឹងមាននឹកឃើញទានសិលភាវនាអីទេនឹងទៅជាសត្វតិរិឆានហើយនឹងគឺចប់សេចក្តីចម្រើនគឺត្រូវចប់ជាស្ថាពរតែម្ដងកើតនៅក្នុងកំណើតប្រែតនឹងក៏យើងមិនអាចព្យាយាមបានទេក្នុងកំណើតអសូរកាយក្នុងកំណើតនរកអីនោះសុទ្ធតែយើងអត់អាចដើម្បីព្យាយាមបានទេទៀតអញ្ចឹងគឺកំណើតមនុស្សនេះហើយដែលយើងនៅមានសុខភាពល្អនឹងទៀតជានីស្រួលបួលបានយើងព្យាយាមបាននឹងទៀតទេហើយបើសិនជាយើងមានជំងឺត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យក៏មិនអាចនឹងជើញមកសិក្សារៀនសូត្រព្រះធម៌ឬក៏សម្ដែងព្រះធម៌អីបានដែរទេអញ្ចឹងឱកាសពេលវេលាដែលយើងមានសុខភាពជានីស្រួលបួលនេះឯងគឺជាឱកាសមួយដែលញ៉ាំងនៅវិរិយៈសម្ពោឆង្គៈទៀតក្តីព្យាយាមជាអង្គប្រព្រឹត្តទៅដើម្បីការត្រាស់ដឹងនៅអរិយសច្ចធម៌ហ្នឹងគឺមានតែឱកាសពេលវេលាហ្នឹងទៀតហ្នឹងពីព្រោះយើងមិនទាន់បានដឹងថាអ្វីជារូបអ្វីជាអានិសង្សរបស់រូបអ្វីជាទោសរបស់រូបអ្វីជាការរលាស់ចោលនៅរូបហ្នឹងយើងអត់ទាន់ដឹងច្បាស់លាស់ផងទេទៀតអ្វីជាវេទនាសញ្ញាសង្ខារវិញ្ញាណអ្វីជាអានិសង្សរបស់វេទនាសញ្ញាសង្ខារវិញ្ញាណអ្វីជាទោសរបស់វេទនាសញ្ញាសង្ខារវិញ្ញាណអ្វីជាការរលាស់ចោលនៅរូបនៅវេទនានៅសញ្ញានៅសង្ខារនៅវិញ្ញាណទៀតហ្នឹងអញ្ចឹងយើងមកស្ដាប់ធម៌ព្រះអង្គដើម្បីឲ្យយល់ហ្នឹងព្រឹត្តទៅជាការនឹងបានអប់រំចម្រើននៅធម្មានុបស្សនាសតិប្បដ្ឋាននឹងដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងខន្ធបព្វៈឬក៏នៅក្នុងអាយតនបព្វៈជាដើមចឹងទៅទៀតអញ្ចឹងគឺគប្បីសិក្សាឲ្យបានយល់បានច្បាស់លាស់អំពីបញ្ញខណ្ឌហ្នឹងទៀតនឹងជារូបដែលប្រគុណ